អបអសាទរកីឡាករ Mason Greenwood អាចថាពេលនេះអាជីពបាល់ទាត់របស់គេគឺភ្លឺស្វាងវិញហើយបងប្អូនបាទគឺបាទប្រទេសបាទចាម៉ៃកាបាទពេលនេះគឺបាទប្រសិទ្ធជាតិបាទឲ្យទៅកីឡាករបាទ Mason Greenwood ហើយបាទថែមទាំងបាទចេញបាទនៅលិខិតឆ្លងដែនបាទផ្លូវការបងប្អូនយើងបាទអាចបាទធ្វើដំណើរបាទទៅណាទៅណីចឹងទៅបាទក៏អាចបាទប្រើប្រាស់បាទនៅបាទប៉ាសពតបាទរបស់ប្រទេសបាទចាម៉ៃកាបានបាទហើយឥឡូវនេះបងប្អូនយើងបាទ Greenwood គឺកំពុងបាទតែបាទរៀបចំបាទឯកសារបាទដើម្បីបាទស្នើទៅកាន់បាទ FIFA បាទប្រូសញ្ជាតិបាទពីបាទអង់គ្លេសបាទទៅបាទចាម៉ៃកាបាទហើយប្រិយមិត្តបាទកីឡាករបាទ Greenwood បាទនឹងមានបាទឱកាសបាទលេងបាទតំណាងបាទឲ្យប្រទេសចាម៉ៃកាបាទនៅបាទខែក្រោយបងប្អូនយើងបាទសម្រាប់បាទការប្រកួតទៅណាបាទអញ្ចឹងបាទក៏បាទអបអរបាទបងប្អូនយើងទៅកាន់បាទ Greenwood បន្ទាប់ពីបាទឆ្លងកាត់បាទនៅបាទរឿងរ៉ាវបាទជាច្រើនបាទដោយដែលបងប្អូនយើងបានដឹងហើយបាទគាត់មានមកបញ្ហាបាទវាយមិនស្រីអីចឹងទៅបងប្អូនយើងបាទតែយ៉ាងណាបងប្អូនយើងមករឿងមុនគឺបាទបានកន្លងទៅហើយបាទប៉ុន្តែបច្ចុប្បន្នបាទគឺ Greenwood គេបាទចាប់ផ្ដើមបាទរីកបាទចែងចាំងបាទឡើងវិញបាទទាំងនៅបាទក្រុមបាទ Marseille បាទហើយឥឡូវនេះក៏បាទបានលេងតំណាងឲ្យប្រទេសបាទចាម៉ៃកាទៀតផង